វត្តមុនីសារវ័នហៅវត្តអូត្រកួនដែលនៅមិនឆ្ងាយពីទីរួមស្រុកកងមាសហើយមានរយៈចម្ងាយប្រមាណជា70គីឡូម៉ែត្រពីរាជធានីភ្នំពេញបើគេធ្វើដំណើរតាមដងផ្លូវមួយខ្សែប្របជួរវត្តទន្លេមេគង្គទីអារាមមួយនេះក៏ធ្លាប់ត្រូវរបបកម្ពុជាប្រជាធិបតេយ្យជ្រើសរើសធ្វើជាមន្ទីរសន្តិសុខសម្រាប់ឃុំឃាំងជនរងគ្រោះនិងកន្លែងសម្លាប់មនុស្សដែរលោកថោឈឿងដែលអះអាងថាក៏ជាជនរងគ្រោះម្នាក់ដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិយាយថាអំឡុងពេលខ្មែរក្រហមឃុំខ្លួនលោកតែប្រើពេលជាង3ខែគឺពួកគេធ្វើទរណកម្មតាមរយៈការបង្អត់អាហារវាយនឹងដំបងរំពាត់ផ្ដៅនិងចុះជួរនឹងធ្នឹមវិហារជាអ្នកភូមិរស់នៅភូមិអង្គរបានទី2ឃុំអង្គរបាននៃស្រុកកងមាសខេត្តកំពង់ចាមលោកឈឿងនិយាយកាលពីខែកញ្ញាឆ្នាំ2025ថាក្រៅពីរូបលោកគឺនៅមានអ្នកទោសផ្សេងទៀតត្រូវពួកខ្មែរក្រហមចងខ្សែរ៉កទម្លាក់ពីលើដំបូលព្រះវិហារមកក្រោមផ្ទប់និងការ៉ូរួចជិចទៅនឹងស៊ីម៉ងដែលបណ្ដាលឲ្យអ្នកទោសខ្លះត្រូវបាត់បង់ជីវិតនៅពេលធ្វើទរណកម្មក៏មានដែរវាបានណាអើយនេះតុកសាលាវិហារនេះអរច្រកសាលាវិហារចាស់ឡាលើតុកវាចោនេះចោនេះណោះវាខ្ជួតដល់ធ្នឹមមកអើយចាំវាយហើយយប់ហយប់វាយចោលចាប់ពី3ខែ8ថ្ងៃទៅនឹងហយប់វាយចោលទឹមសារាចោម8ឲ្យចិត្តពពតឈប់ឲ្យស្លាប់បានរួចខ្លួនមកនោះគេសង្កេតឃើញអតីតទីតាំងនៃមន្ទីរឃុំឃាំងដែលស្ថិតនៅភូមិសាស្ត្រវត្តអូត្រកួននេះស្លាកស្នាមនៃការធ្វើទរណកម្មបានសាបរលាបនិងបាត់ដានស្ទើរគ្មានសេសសល់ទៅហើយជំនួសមកវិញទីតាំងប្រវត្តិសាស្ត្រនេះគឺសល់តែស្ទូបមួយកន្លែងគត់ដែលអាចបញ្ជាក់បានថាទីនេះធ្លាប់ជាកន្លែងធ្វើទរណកម្មនិងជាមន្ទីរឃុំឃាំងមនុស្សក្នុងវាលពិឃាតប៉ុន្តែភស្តុតាងនានាដូចជារណ្ដៅកប់សាកសពក្រោយពេលសម្លាប់ឧបករណ៍ធ្វើទរណកម្មបញ្ជីឈ្មោះអ្នកទោសនិងស្នាមឈាមជាដើមបានបាត់រូបរាងនិងទម្រង់ដើមអស់ទៅហើយហាក់មិនខុសគ្នាប៉ុន្មានដែរលោកសុរិទ្ធមួយឯកភាពថាវត្តមុនីសារវ័ននេះធ្លាប់ត្រូវពួកខ្មែរក្រហមយកទៅប្រើប្រាស់បម្រើឲ្យការឃុំឃាំងនិងសម្លាប់មនុស្សដ៏ប្រឡាយពិតប្រាកដមែនកាលនោះហើយម្យ៉ាងទៀតពួកខ្មែរក្រហមសម្លាប់មិនរើសមុខឡើយមិនថាជាខ្មែរចិនចាមប្រជាជនចាស់ឬប្រជាជនថ្មីទេឲ្យតែមានផែនការសម្លាប់ពីអង្គការចាតាំងជនរងគ្រោះទាំងនោះគ្មានវាសនានឹងរួចផុតពីការសម្លាប់ដងណានោះឡើយខ្ញុំនៅទៅនឹងអាផ្ទះចាស់នៅទៅនឹងលឺអាពេលដែលវាវាយគឺវាចាក់មីក្រូដល់ពេលណាវាចាក់មីក្រូដឹងវាវាយត្មងចាក់របៀបមិនវាចាក់ចម្រៀងចាក់អីនេះចាក់ដូចតែប្រឡប់កុំឲ្យវាលឺដូចកាសស្រែកអីចឹងទៅណាពួកខ្លះនោះវាមានតតអស់កម្លាំងណាមនុស្សគាត់ទៅយកមកយប់នឹងវាយមនុស្សពេញកម្លាំងយកមកវាយមនុស្សសិតពេញកម្លាំងបដើមកយប់នឹងវាយរីឯអ្នកស្រីសេងសង្ខេងសពថ្ងៃរស់នៅភូមិអង្គរបានទី2ឃុំអង្គរបានស្រុកកងមាសនិយាយថាសាច់ញាតិរបស់អ្នកស្រីដែលសុទ្ធសឹងតែជាមន្ត្រីរាជការនៅក្នុងសម័យសង្គមចាស់ត្រូវពួកខ្មែរក្រហមយកមកសម្លាប់នៅទីនេះទាំងពូជសូម្បីទារកក៏មិនលើកលែងដែរព្រះគ្រូចៅអធិការវត្តមុនីសារវ័នហៅវត្តអូត្រកួនគឺព្រះតេជគុណផេនរតនៈព្រះអង្គមានធរៈដីកាថាការបាត់បង់ស្លាកស្នាមទាំងនៅក្នុងវិហារឧបករណ៍ធ្វើទរណកម្មនិងរណ្ដៅកប់សាកសពជាដើមទាំងនោះក៏ព្រោះតែនៅក្នុងទីវត្តអារាមនេះទាំងមូលចាំបាច់ត្រូវកែលម្អនិងស្ថាបនាវត្តឲ្យមានសោភ័ណភាពគួរជាទីគោរពបូជាអស់ពុទ្ធបរិស័ទផងចំនួនដែលត្រូវគេឃុំឃាំងហ្នឹងមានចាស់ខ្លះគាត់នៅសជីវិតដល់ឥឡូវហ្នឹងក៏ហើយគាត់មកវត្តម្ដងគាត់ខ្លាចមិនតន់នឹងបាត់គាត់នៅចងចាំពីព្រោះរសជាតិនៃការឆ្លងកាត់ជាប់ចង្វាក់ជាប់ខ្នោះនៅក្នុងវិហារនេះកន្លែងទីឃុំឃាំងនេះគឺគាត់ថាសង្ឃជីវិតដង្ហើមគាត់ចង់ក្រោយអតីតមេឃុំពីនជីកងលោកជាម៉ាលីឲ្យដឹងថាតាមពិតទៅមានភស្តុតាងជាច្រើនដែលបង្ហាញពីសកម្មភាពនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ជាពិសេសតាក់ទងទៅនឹងមន្ទីរសន្តិសុខអូត្រកួននេះប៉ុន្តែក្រោយពីរបបត្រូវដួលរលំទៅពលរដ្ឋខ្មែរបានបំផ្លាញភស្តុតាងទាំងនោះគ្មានសេសសល់តាមរយៈការកកកាយរកវត្ថុមានតម្លៃទើបធ្វើឲ្យឯកសារជាប្រវត្តិសាស្ត្របែបនេះត្រូវខូចខាតនិងបាត់បង់ទ្រង់ទ្រាយដើមជុំវិញរឿងនេះដែរមន្ត្រីឃ្លាំមើលសិទ្ធិនោះនៃសមាគមការពារសិទ្ធិនោះអាត6លោកជីសុកសានយល់ឃើញថារបបប្រល័យពូជសាសន៍ប៉ុលពតជារបបមួយដែលសម្រាប់មនុស្សគ្មានហេតុផលហើយក្នុងចំណោមជនរងគ្រោះកម្ពុជាជាង2លាននាក់ក្នុងនោះក៏មានលោកម្នាក់ដែរនាយកបានសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជានិងបណ្ណាល័យលួងម៉ែលោករស់សំពៅមុនដំបូងប្រើមន្ទីរសន្តិសុខនេះសម្រាប់តែជនរងគ្រោះជាទាហានលន់នល់ទេតែក្រោយយូរមកទៀតពួកគេក៏ចាប់បន្តឃុំប្រជាជនថ្មីដែលត្រូវជម្លៀសពីទីក្រុងភ្នំពេញមកកាន់ស្រុកកងមាសដែររបាយការណ៍សិក្សាស្រាវជ្រាវដែលចេញដោយមជ្ឈមណ្ឌលឯកសារកម្ពុជានិងបណ្ណាល័យលួងម៉ែរកឃើញថាវត្តអូត្រកួននិងសាលារៀនក្បែរនេះត្រូវពួកខ្មែរក្រហមយកមកធ្វើមន្ទីរសន្តិសុខនិងមន្ទីរឃុំឃាំងចន្លោះពីឆ្នាំ1974ដល់ឆ្នាំ1978មុនដំបូងមន្ទីរសន្តិសុខនេះឃុំឃាំងជនរងគ្រោះភាគច្រើនជាទាហានលន់នល់ហើយបន្ទាប់មករបបកម្ពុជាប្រជាធិបតេយ្យនេះចាប់ផ្ដើមពង្រីកការចាប់ខ្លួនរហូតដល់ប្រជាជនថ្មីអ្នកទាំងនោះត្រូវគេជម្លៀសចេញពីទីក្រុងភ្នំពេញមកកាន់ស្រុកកងមាសរបាយការណ៍បន្ថែមទៀតថាវត្តនេះមានរណ្ដៅកប់សាកសពចំនួន467រណ្ដៅហើយតាមការប៉ាន់ស្មានជនរងគ្រោះគឺមានចំនួន32,690 នាក់ជាចំនួនដែលច្រើនជាងគេក្នុងស្រុកកងមាស